សួស្តីបងប្អូនបន្ទាប់ពីខានលេង Free Fire ជាយូរយាសណាស់មកហើយឥឡូវនេះខ្ញុំបានមកវិលមកវិញលេងម្ដងទៀតសារជាថ្មីហើយមិនមែនគីឡូខ្លាំងអីទេបងប្អូនគីឡូបតសុតមកហើយនេះយើងបានជួបគីឡូប្រូយើងមួយហើយគីឡូទឹកដៃរបស់យើងមួយហើយគេតម្លាក់រែងអស់ហើយបងប្អូនអើយខានលេងយូរឥឡូវបានជួបមួយបាញ់យោស្នាដៃបងប្អូនមើលហើយបានមួយខៀលហើយយើងក៏លួចឲ្យធីមមិនដូចជាធម្មតាអញ្ចឹងណាបងប្អូនណាបាទហើយវីដេអូនេះវែងពេកបងប្អូនខ្ញុំចេះកាត់ខ្លីៗហើយដល់កន្លែងនេះខ្ញុំមើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំគីឡូមានម៉ួយយើងដើរកាត់ហ្នឹងណាបងប្អូនហើយអត់ដូចជាស្ងាត់យើងក៏ចូលទៅកន្លែងទូចាប់មនុស្សចូលកន្លែងទូចាប់មនុស្សមើលហើយនេះយើងដូរកំភ្លើងយើងយកកំភ្លើងបាញ់ចិត្តស្រួលលេងអញ្ចឹងណាបងប្អូនហើយនេះយើងចាប់មនុស្សបន្ទាប់ពីយើងចាប់បានកន្លែងថាគោលដៅដែលយើងត្រូវទៅដែលយើងត្រូវបន្ទាប់ទី2ដែលយើងត្រូវចាត់ការហើយនេះក៏យើងឃើញដែរយើងមកណាប៉ះទង្គិចគ្នាព្រុសប្រាស់បាទហើយអានេះមិនមែនថាយើងបាញ់តាមជាមួយគាត់តែម្នាក់ទេមានមួយខាងទៀតកំពុងបាញ់គាត់ដែរបងប្អូនបាទហើយយើងឡូឈាមបន្តិចយើងក៏មូឈាមបាយកន្លែងនេះផងដែរបើជាគាត់ភ័យគេបាញ់គាត់ទៅមិនដឹងទេបងប្អូនគាត់ទុតមកខ្ញុំដាក់ផាត់គាត់1 2ខ្ពុកដួលហ្មងហើយកន្លែងនេះខ្ញុំបានកាត់ចោលយើងដល់កន្លែងលូចអាចធីមទៀតទៅបងប្អូនបាទហើយយើងមានអីទេមានតែពេលយើងសេរីអេណាមីដួលហ្នឹងទៅយើងលួចអាចធីមហ្នឹងណាបងបាទនេះយើងខ្វះមួយទៀតជួបមួយទៀតហើយនេះគេបាញ់ឈឺរបស់គេគេចេះបាត់តកបាត់អីហ្នឹងគេចេះលេងរបស់គេដែរបាទហើយយើងលោឈាមយើងមូឈាមទៀតយើងមូឈាមយើងអាប់អាវក្រោះជាធម្មតាឲ្យយើងតាន់អញ្ចឹងណាបងប្អូនអានេះគាត់ចូលមកហើយគាត់ដាក់តកមួយហើយគាត់លោតចូលមកខ្ញុំនេះផ្លាច់ហើយខ្ញុំក៏ដាក់តកមួយទៅបងប្អូននេះគាត់ដាក់គាត់ខ្លាចខ្ញុំគប់បាបែកទៅបងប្អូនគាត់ចុចស្ទាហោះហើយនេះចិត្តអូនេះបាញ់ចិត្តស្លាប់របស់គាត់ដែរហ្នឹងណាកន្លែងនេះពិតជាតក់ស្លុតមែនតើបងប្អូននៅសល់ឈាមមកចង់កញ្ចក់បងប្អូនយើងមូក៏បានមូឈាម